សម្ដេចតេជោហ៊ុនសែនស្នើឲ្យលុបការដាក់ពិន័យលើកីឡាករគុនខ្មែរពីររូបដែលត្រូវជាគុនប្រុសទាំងពីររបស់លោកអេពូថងព្រោះប៉ះពាល់ដល់កិត្តិយសជាតិពុកម៉ែបងប្អូនពិតជាបានជ្រាបរួចមកហើយនៅលើបណ្ដាញសង្គមកំពុងតែកក្រើកនិងវេកញែកយ៉ាងខ្លាំងទៅលើសហព័ន្ធកីឡាបដាល់គុនខ្មែរបន្ទាប់ពីបានដាក់ពិន័យទៅលើកីឡាករគុនខ្មែរចំនួន2រូបមិនឲ្យចាប់គូប្រកួតរយៈពេល6ខែដែលមានឈ្មោះអេអាមេរិនពូថងនិងអេវិរៈខំឈិតពូថងដោយក្នុងនោះបើយោងតាមសម្ដីលោកខៅឆៃប្រធានសហព័ន្ធកីឡាបដាល់គុនខ្មែរបានផ្ដល់បទសម្ភាសន៍ទៅឲ្យបណ្ដាញសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងថាកីឡាករទាំងពីររូបនេះបានចេញទៅប្រកួតក្រៅប្រទេសមិនបានសុំការអនុញ្ញាតពីអង្គភាពកីឡាកងយុទ្ធពលខេមរៈភូមិន្ទជុំវិញករណីនេះបន្ទាប់ពីកក្រើកនៅលើបណ្ដាញសង្គមដោយផ្ទុះការវេកញែកមានទាំងមតិស្របនិងមតិផ្ទុយទៅលើសហព័ន្ធកីឡាបដាល់គុនខ្មែរដែលបានដាក់ពិន័យទៅលើកីឡាករទាំងពីររូបនេះមិនឲ្យចាប់គូប្រកួតរយៈពេលកន្លះឆ្នាំគឺស្មើនឹង6ខែនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2026សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានចេញសារមួយភ្លាមៗនៅលើเพจផ្លូវការរបស់សម្ដេចថាក្រោយការផ្ទុះវេកញែកលើរឿងសហព័ន្ធកីឡាបដាល់គុនខ្មែរហាមឃាត់កីឡាករ2រូបមិនឲ្យប្រកួតរយៈពេល6ខែក្នុងពេលកីឡាករទាំង2រូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេសខ្ញុំសូមសំណូមពរដល់ទទូចឲ្យសហព័ន្ធកីឡាបដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងនេះសិនព្រោះវាតាក់ទងជាមួយកិត្តិយសជាតិផងនិងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផងការដោះស្រាយផ្សេងទៀតរងចាំឲ្យកីឡាករទាំងពីររូបនិងគណៈប្រតិភូវិលចូលប្រទេសវិញចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នាក្រោយសម្ដេចតេជោហ៊ុនសែនបានចេញសារស្នើឲ្យសហព័ន្ធកីឡាបដាល់គុនខ្មែរលុបចោលសេចក្តីជូនដំណឹងស្តីពីការដាក់ពិន័យលើកីឡាករគុនខ្មែរទាំងពីររូបត្រូវបានគេសង្កេតឃើញថាសហព័ន្ធកីឡាបដាល់គុនខ្មែរបានចេញសេចក្តីជូនដំណឹងមួយដោយសម្រេចលុបចោលសេចក្តីជូនដំណឹងលេខ040/2026សកខចុះថ្ងៃទី25ខែកុម្ភៈឆ្នាំ2026របស់សហព័ន្ធកីឡាបដាល់គុនខ្មែរស្តីពីការផ្អាកចាប់គូប្រកួតកីឡាករគុនខ្មែរពីររូបគឺកីឡាករអេវិរៈខំឈិតភូថងនិងអេអាមេរិនភូថងភ្លាមផងដែរនៅថ្ងៃទី27ខែកុម្ភៈឆ្នាំ2026នេះដោយខ្ញុំបាទរ៉មសវីអង្គភាពសារព័ត៌មាន Friday Daily News